បាទជំរាបសួរពុកម៉ែបងប្អូនណែក៏មកទៀតហើយពុកម៉ែបងប្អូនគឺថ្ងៃនេះគឺយើងមកស្លសម្លត្រាវពុកម៉ែបងប្អូនអើយគឺជាតិណាស់ពុកម៉ែបងប្អូនសម្លត្រាវនេះគឺបងប្អូនដែលគាត់ធ្លាប់បានហូបសម្លត្រាវគឺគាត់ដឹងហើយគឺឆ្ងាញ់តែម្ដងពុកម៉ែបងប្អូនអើយគឺយើងស្លវាឲ្យរលួយគឺកាន់តែឆ្ងាញ់ពុកម៉ែបងប្អូនហ្នឹងហើយឯនេះក៏យើងឥឡូវមកកាត់ត្រាវហ្នឹងហើយពុកម៉ែបងប្អូនគឺត្រាវយើងក៏មិនមានទឹកដែរវាអត់មានទឹកខែនេះហើយមិនមានភ្លៀងមានអីសោះក៏រៀងចង់ស្លោកធៀងខ្លះហើយគឺត្រាវយើងមិនសូវជាមានភ្លៀងដល់អញ្ចឹងហើយក៏រៀងស្លោកនេះហើយពុកម៉ែបងប្អូនឥឡូវក៏យើងមកបកត្រាវយើងឲ្យវាបានស្អាតពុកម៉ែបងប្អូនឯហ្នឹងហើយត្រាវនេះដែរជាមិនមែនពួកប្រភេទជាត្រាវអាត្រាវយើងរមាស់ទេពុកម៉ែបងប្អូនគឺត្រាវនេះយើងអាចហូបលក់ហាច់ហូបអីបានទៀតពុកម៉ែបងប្អូនខ្ញុំឮគេហៅថាហៅគេគឺត្រាវផ្អែមគេហៅត្រាវផ្អែមតែក៏មិនជារមាស់មែនពុកម៉ែបងប្អូនយើងបកទៅដល់មិនរមាស់ដៃទេតែបើអាត្រាវរមាស់យើងតាហ៊ានបកចេះហើយតែនេះហ្នឹងរមាស់ដៃលោហើយពុកម៉ែបងប្អូនតែត្រាវនេះអត់មានរមាស់ដៃសោះហ្នឹងហើយពុកម៉ែបងប្អូនហ្នឹងហើយក៏យើងបកវាឲ្យស្អាតចឹងពុកម៉ែបងប្អូនយើងស្លត្រាវហើយស្លត្រាវនេះដែរគឺយើងស្លត្រាវបុកគ្រឿងនឹងឲ្យពុកម៉ែបងប្អូនយើងបុកគ្រឿងយើងស្ងោរត្រីហើយគឺយើងយកបេះសាច់វាមកបុកជាមួយនឹងគ្រឿងហ្នឹងអញ្ចឹងពុកម៉ែបងប្អូនហ្នឹងហើយហ្នឹងហើយពុកម៉ែបងប្អូនដែលធ្លាប់គាត់ស្លត្រាវហូបអីដែរក៏មានវិធីការធ្វើស្លផ្សេងពីខ្ញុំអីក៏អាចខមមិននៅខាងក្រោមខ្ញុំបានពុកម៉ែបងប្អូនហ្នឹងហើយបើសិនជាមានការធ្វើសម្លត្រាវអីចឹងខុសពីខ្ញុំពុកម៉ែបងប្អូនហ្នឹងហើយឥឡូវក៏យើងមកលាងត្រាវយើងឲ្យវាបានស្អាតបន្តិចពុកម៉ែបងប្អូននេះគឺម៉ាងនេះក៏យកប៉ះម៉ាងទូចមកក៏លាងទៅវាមិនពេញដៃសោះពុកម៉ែបងប្អូនរវល់តែរបូតរត់តែធ្លាក់ហើយហ្នឹងឲ្យពុកម៉ែបងប្អូនគឺយើងស្រង់វាមកទុកចឹងហើយក៏យើងបានស្ងោរត្រីយើងចោលដែរពុកម៉ែបងប្អូនត្រីយើងក៏បានដាក់ស្ងោរវាចោលហើយដើម្បីយើងយកបេះសាច់វាមកបុកជាមួយគ្រឿងអញ្ចឹងពុកម៉ែបងប្អូនហ្នឹងហើយនេះគឺយើងបានស្ងោរត្រីនេះចោលនេះក៏ដាក់ត្រីស្ងោរចោលដើម្បីយើងបេះសាច់វាយកមកបុកជាមួយនឹងគ្រឿងយើងហើយស្លត្រាវដែរគឺខ្ញុំបុកគ្រឿងហ្នឹងហើយពុកម៉ែបងប្អូនគឺយើងបុកគ្រឿងហ្នឹងក៏មិនដាក់ម្ដេងដាក់ស្លឹកក្រូចអីទេក៏យើងដាក់តែមើមខ្ទឹមនិងខ្ជាយនិងល្មៀតតិចទៅឲ្យវាមានពណ៌អញ្ចឹងដាក់ល្មៀតតិចទៅពុកម៉ែបងប្អូនហ្នឹងហើយដូចខ្ញុំថាអញ្ចឹងបើពុកម៉ែស្លត្រាវអីខុសពីខ្ញុំអីក៏អាចខមមិននៅក្រោមវីដេអូនេះខ្ញុំផងហ្នឹងហើយក៏ប្រាប់ខ្ញុំផងទៅបើមានវិធីស្លត្រាវខុសពីខ្ញុំអីទៀតអញ្ចឹងហ្នឹងហើយពុកម៉ែបងប្អូននេះក៏គ្រឿងក្រូចយើងក៏ដូចខ្ញុំថាអញ្ចឹងពុកម៉ែបងប្អូនមានមើមខ្ទឹមខ្ជាយល្មៀតអីចឹងពុកម៉ែបងប្អូនហើយត្រីនេះក៏យើងមិនទាន់បេះទេតែយើងឆ្ងោរស្អិនឲ្យពុកម៉ែបងប្អូនហ្នឹងហើយនេះក៏គ្រឿងយើងមានតែប៉ុណ្្នឹងឯងអំបិលស្ករបីជែងប្រហុកអីហ្នឹងឯងពុកម៉ែបងប្អូនហ្នឹងហើយហើយក៏សម្លមួយមុខនេះក៏យើងស្លឲ្យរលួយបានវាឆ្ងាញ់ពុកម៉ែបងប្អូនត្រាវឥឡូវក៏យើងមកដាក់រងាស់ត្រាវយើងឲ្យវារលួយពុកម៉ែបងប្អូនយើងដាំទឹកស្រស់វាស្ងោរសឡំស្រស់រងាស់វាឲ្យវាស្លោកឲ្យវារលួយហ្នឹងហើយពុកម៉ែបងប្អូនហើយក៏យើងមកបុកគ្រឿងយើងនេះពុកម៉ែបងប្អូនគឺបុកគ្រឿងសម្រាប់យើងស្លហើយគ្រឿងនេះគឺយើងដាក់នៅចុងក្រោយបើយើងភ្លក់រសជាតិទៅគឺសមល្មមហើយក៏ត្រាវយើងរលួយហើយក៏យើងចាំដាក់តែគ្រឿងបុកជាមួយត្រីយើងនឹងដាក់ចូលពុកម៉ែបងប្អូនហើយនេះក៏យើងដាក់ត្រីយើងចូលជាមួយនឹងគ្រឿងយើងបុកឲ្យវាសព្វសាច់ជាមួយនឹងគ្រឿងអញ្ចឹងពុកម៉ែបងប្អូនហ្នឹងហើយក៏យើងបុកអញ្ចឹងមកនេះគឺជាតិណាស់ពុកម៉ែបងប្អូនអើយគឺឆ្ងាញ់តែម្ដងពុកម៉ែបងប្អូនសម្លត្បិតតែមើលទៅអញ្ចឹងមែនហើយសម្លរៀងរបៀបសុកស្រែអញ្ចឹងមែនតែរសជាតិឆ្ងាញ់ណាស់ពុកម៉ែបងប្អូនខ្ញុំហ៊ានធានាថាឆ្ងាញ់តែម្ដងហើយនេះឥឡូវក៏យើងមកចិញ្ច្រំប្រហុកយើងហ្នឹងឲ្យពុកម៉ែបងប្អូនក៏ទឹកវាបានពុះហើយយើងចិញ្ច្រំប្រហុកវាយកជាតិប្រហុកដាក់បន្តិចទៅពុកម៉ែបងប្អូននេះក៏យើងបើងស្ករអំបិលប៊ីចេងយើងចូលពុកម៉ែបងប្អូនហ្នឹងហើយក៏យើងជ្រុំបោកខ្វៅអញ្ចឹងយើងបងគ្រឿងយើងចូលតែម្ដងហ្នឹងហើយក៏ត្រាវយើងក៏វារៀងចាប់ដើមសពបទៅឲ្យពុកម៉ែបងប្អូននិយាយទៅគឺស្លត្រាវគឺកាន់តែរលួយគឺកាន់តែឆ្ងាញ់ពុកម៉ែបងប្អូន
ឯនេះពុកម៉ែបងប្អូនក៏យើងរងាវាចោលដាក់ឲ្យវារលួយត្រាវហ្នឹងឲ្យផែពុកម៉ែបងប្អូនហ្នឹងហើយឥឡូវក៏ត្រាវយើងមើលទៅវារៀងរលួយហើយក៏យើងមកដាក់គ្រឿងបុកជាមួយសាច់ត្រីយើងចូលពុកម៉ែបងប្អូនក៏យើងដាក់អាគ្រឿងនឹងចូលសាច់ត្រីនឹងចូលបុកជាមួយគ្នាហើយយើងយកមកដាក់ចឹងមកកូវាឲ្យវាពុះខុលបន្តិចក៏យើងចាប់ផ្ដើមលើកពុកម៉ែបងប្អូនក៏យើងដាក់កំទុកយូរក៏យើងដាក់តាមកពុះខុលទៀតក៏យើងចាប់ផ្ដើមលើកទៅពុកម៉ែបងប្អូនហ្នឹងហើយក៏យើងស្លត្រាវពុះត្រាវយើងវារលួយហើយពុកម៉ែបងប្អូននេះក៏យើងដាក់មកពុះខុលចឹងមកពេលយើងបុកគ្រឿងនឹងដាក់ជាមួយត្រីនឹងហើយក៏យើងដាក់វាមួយសម្ពុះនោះក៏យើងចាប់ផ្ដើមលើកក៏ឆ្អិនហើយនេះពុកម៉ែបងប្អូនគឺតំណងណាស់ពុកម៉ែបងប្អូនអើយហើយហ្នឹងហើយពុកម៉ែបងប្អូននេះសម្លត្រាវនេះមិនមែនដួសភ្លាមហូបភ្លាមទេខ្ញុំទុកឲ្យតិចសិនណាពុកម៉ែបងប្អូនឲ្យរៀងតិចសិនមិនហូបតែហូបទាំងក្តៅហ្នឹងអូលលាក់មាត់ហូបមិនបានទេសម្លត្រាវនេះក្តៅណាស់ពុកម៉ែបងប្អូនហ្នឹងហើយក៏ជាតិណាស់ពុកម៉ែបងប្អូនអើយឆ្ងាញ់តែម្ដងហ្នឹងហើយពុកម៉ែបងប្អូនដែលទស្សនាវីដេអូនេះបើមានការធ្វើទៅវាខុសឆ្គងឬខុសកន្លែងណាអីក៏បងប្អូនខន្តីចំពោះរូបខ្ញុំផងនឹងហើយកាន់តែអបេទោចំពោះរូបខ្ញុំផងបើសិនជាមានការធ្វើទៅមិនសមកន្លែងណាឬខុសឆ្គងកន្លែងណាអីចឹងពុកម៉ែបងប្អូនហ្នឹងហើយនេះក៏ឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយសម្លត្រាវយើងនេះគឺជាតិតែម្ដងពុកម៉ែបងប្អូនក៏ដូចខ្ញុំថាអញ្ចឹងបើពុកម៉ែបងប្អូនណាដែលគាត់មិនចេះស្លសម្លត្រាវទេក៏អាចស្លហូបដូចខ្ញុំបានពុកម៉ែបងប្អូនហ្នឹងហើយក៏បងប្អូនចង់ស្លអញ្ចឹងក៏បានគឺយើងស្លកាត់ត្រីកង់ក៏បានដែរពុកម៉ែបងប្អូននិយាយទៅគឺការចូលចិត្តផាន់យើងទេយើងធ្វើយើងចង់ចូលហូបរបៀបបុកគ្រឿងជាមួយសាច់ត្រីចេះក៏បានកាត់ត្រីកង់ដូចជាសម្លធម្មតាក៏បានដែរពុកម៉ែបងប្អូនហ្នឹងហើយហើយហ្នឹងហើយពុកម៉ែបងប្អូនក៏វីដេអូយើងក៏មិនមានជាអីច្រើនដែរពុកម៉ែបងប្អូនហ្នឹងហើយក៏អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់ហ្នឹងហើយពុកម៉ែបងប្អូនហើយក៏បានចូលចិត្តវីដេអូខ្ញុំបាទផងដែរហ្នឹងក៏សូមជួយចុច like និង share follow page ខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូហូបជូនបងទស្សនាទៀតចឹងហើយកុងក្រោយនេះក៏សូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា